ចំណុចពីរយ៉ាងដែលនាងខ្ញុំចង់ចែករំលែកទៅស្ត្រីវ័យកណ្ដាលដែលស្ថិតនៅក្នុងអាយុប្រហែលនាងខ្ញុំដែរដែលជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងខ្ញុំក្នុងនាមជាម្ដាយម្នាក់ដែលមានកូនពីរចាស់ចំណុចទី1ការមើលថែខ្លួនឯងនិងការស្រឡាញ់ខ្លួនឯងម៉ាក់ទាំងអស់គ្នាតែងគិតថាត្រូវស្រឡាញ់កូនត្រូវមើលថែកូនតែម៉ាក់មានដឹងអត់ថាអ្វីដែលកូនយើងចង់បានណាគឺចង់ឲ្យយើងមានសុខភាពល្អមានពេលវេលាសម្រាប់គ្រប់គ្រាន់មានពេលឆែកសុខភាពគាត់ចង់ឲ្យយើងសប្បាយចិត្តអញ្ចឹងនៅពេលដែលយើងស្រឡាញ់កូនយើងផ្ដល់នៅក្តីសុខមួយទៅកូនតាមរយៈការថែទាំខ្លួនយើងជាពិសេសវាមិនមែនជាភាពអាត្មានិយមទេតែវាជាអ្វីដែលធ្វើឲ្យកូនមានអារម្មណ៍ថាគាត់គប្បីជាមួយយើងជាម្ដាយគាត់មិនមានអារម្មណ៍ថាព្រោះតែគាត់ទើបស្ត្រីម្នាក់ទុកខ្លួនឯងចោលរហូតដល់ទុកជំងឺមួយចំនួនមិនព្រមព្យាបាលព្រោះតែកូនជាសម្ពាយមួយជាបន្ទុកមួយដ៏ធំសម្រាប់គ្រួសារមួយហ្នឹងទើបម្ដាយរបស់គាត់មិនព្រមមើលថែខ្លួនអញ្ចឹងគ្រាន់តែបងចាប់ផ្ដើមមកមើលថែខ្លួនឯងសម្រាប់ឲ្យបានគ្រប់គ្រាន់ឆែកសុខភាពជាប្រចាំមើលថែលើការហាត់ប្រាណការបរិភោគអាហារជាប្រចាំគឺធ្វើឲ្យកូនបងនិងខ្លួនបងនិងគ្រួសារទាំងមូលសប្បាយចិត្តបាត់ទៅហើយចំណុចទី2ជាបទពិសោធន៍របស់នាងខ្ញុំដូចគ្នាកូនចង់ឃើញឪពុកម្ដាយមានទំនាក់ទំនងល្អជាមួយគ្នាការរស់នៅបង្ហាញក្តីស្រឡាញ់រវាងប្តីប្រពន្ធណាវាជាគំរូមួយដ៏ល្អដែលធ្វើឲ្យកូនមានអារម្មណ៍ថាឪពុកម្ដាយរបស់ខ្ញុំស្រឡាញ់គ្នាពួកគាត់នឹងអាចមើលថែគ្នាបានដែលគាត់មិនមែនជាបន្ទុកមួយធ្វើឲ្យឪពុកម្ដាយមើលមុខគ្នាអត់ចំនោះទេចាអញ្ចឹងខ្ញុំជឿថាបទពិសោធន៍ពីរចំណុចនេះជួយដល់ម៉ាក់ដែលស្ថិតនៅក្នុងវ័យដូចនាងខ្ញុំអាចយកទៅប្រើប្រាស់បានដើម្បីឲ្យគុណភាពជីវិតប្រចាំថ្ងៃបានល្អជាងមុនចា៎